តាមស្រែចំការមានផ្កាក្រពុំផ្កាខ្លះរីកខ្លះចេញពន្លកបាទស្រស់ស្អាតតាមវាលស្រែតាមដីស្រែដីចំការខែភាសាធ្លៀងធ្លាក់លេីឡំសัตว์ហ៊ីងកង្កែបស្រែកត្រហឹងដីតាមនេះគេអត់បានភ្ជួរដុះផ្កាស្រស់ស្អាតដូចក្នុងសួនផ្កាព្រៃបាទបងប្អូនមើលទៅស្រស់ស្អាតអត់ផ្កាបាទនៅបរិវេណដ៏ធំនេះបាទសិតតែផ្កាមើលទៅស្រស់ស្អាតបាទរីកស្គុះស្គាយមើលទៅសព្រោះពេញដីបាទដោយសារបរិវេណដីនេះគេអត់បានភ្ជួរព្រោះស្រូវឬក៏ធ្វើចំការអីទេទើបនៅសល់បាទមានផ្កាដ៏ស្រស់ស្អាតបាទខ្លះខ្ពុំខ្លះរីកបាទមើលទៅសព្រោះពេញដីបាទពេញព្រៃបាទខ្ញុំអត់ស្គាល់ថាផ្កាហ្នឹងគេហៅផ្កាអីទេពុកម៉ែបងប្អូនព្រោះអត់បានសួរគេអត់ដឹងថាឈ្មោះអីប៉ុន្តែដឹងថាវាស្រស់ស្អាតហើយផ្កានេះវាមិនមែនមានតែដើមបាទទៀបអញ្ចឹងទេមានខ្លះខ្ពស់ផុតក្បាលបាទនេះដោយសារវាត្រូវភ្លើងឆេះឬក៏កាប់ទៅនៅសល់ដើមទៀបបាទដែលផ្កាប្រងព្រាតសពេញដីបាទប៉ុន្តែធ្លាក់ភ្លៀងបាទទៅភ្លៀងរួចកាលពីពេលថ្ងៃទៅមានទឹកដក់តែផ្កាវាចេញមកស្រស់ស្អាតបាទมันឆ្ងាយពីផ្លូវគ្រួសក្រហមប្រមាណទេគៀកផ្លូវដែរតែខ្ញុំដើរបាទហើយឃើញក៏ថតឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាដោយសារបាទសម្លឹងឃើញពីចម្ងាយអត់ផ្ការីកស្គុះស្គាយបាទសព្រោះលើដីបាទវាលស្រែវាលព្រៃបាទផ្កាស្រស់ស្អាតណាស់ធម្មជាតិពិតបាទចង់ថតឲ្យពុកម៉ែបងប្អូនបានឃើញសម្រស់ព្រៃព្រឹក្សាបាទអត់មានព្រៃព្រឹក្សាទេមានតែព្រៃស្មៅព្រោះតាមនេះសិតតែស្រែចម្ការគេអត់មានសល់ព្រៃដូចមុនទេដើមឈើនៅសល់ខ្លះបាទប៉ុន្តែគេកាប់ឆ្ការអស់ហើយគឺបាទនៅតំបន់នេះមានតែចម្ការដាំដំឡូងនិងដាំចន្ទទី